សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាទៅស្វែងយល់អំពីការធ្វើ event និងការប្រើប្រាស់ស្នៀតប្រែជាកូនក្មេងហើយចំពោះ event ហ្នឹងដែរគឺចាប់ពីថ្ងៃទី1ខែ6រហូតដល់ថ្ងៃទី16ខែ6អញ្ចឹងយើងចូលទៅកន្លែង event ទៅហើយចំពោះ event ហ្នឹងគឺមាន2ខាងលើនិងខាងក្រោមហើយចំពោះ event ខាងក្រោមហ្នឹងគឺ event ដែលយើងត្រូវទៅជួបសត្វហើយចំពោះសត្វគឺមានចំនួន7សត្វនៅ map ចាស់ចំនួន4ហើយនិងសត្វនៅ map ថ្មីចំនួន3អញ្ចឹងលើចុចលើសត្វហ្នឹងហើយយើងចុចប៊ូតុងពណ៌លឿងឬក៏ពណ៌មាសហ្នឹងវានឹងបង្ហាញ map សត្វដែលយើងត្រូវទៅជួបហើយអញ្ចឹងបន្ទាប់ពីយើងទៅដល់យើងត្រូវទាញយក skill ប្រែខ្លួនទៅជាក្មេងហ្នឹងយកមកដាក់ប្រើដើម្បីបើកការសន្ទនាបានបើយើងអត់ប្រែខ្លួនជាក្មេងទេយើងអាចសន្ទនាជាមួយនឹងសត្វបានទេអញ្ចឹងបន្ទាប់ពីយើងខ្លាចជាក្មេងហើយយើងចុចសន្ទនាជាមួយសត្វទៅអញ្ចឹងយើងឈរមកស្ទុះ event នឹងដោះយើងហើយបន្ទាប់មកយើងទៅជួបសត្វបន្តទៀតហើយខ្ញុំសូមបញ្ជាក់បន្តិចចំពោះសត្វនៅ map ចាស់ដែលយើងកើតហ្នឹងគឺយើងអាចប្រែកាឡាទៅជាក្មេងដើម្បីសន្ទនាហើយចំពោះសត្វនៅ map រីកវាំង map ដែលយើងជិះទូកទៅហ្នឹងចំពោះ map ហ្នឹងយើងត្រូវប្រែកាឡាទៅជាកូនក្មេងហើយយើងបរួមខ្លួនតូចអញ្ចឹងបន្ទាប់ពីចប់សត្វ4នៅ map ចាស់ហើយយើងចូលទៅធ្វើសត្វចំនួន3នៅ map ថ្មីទៀតតែក្នុងវីដេអូហ្នឹងគឺខ្ញុំបង្ហាញតែមួយទេអញ្ចឹងអ្នកទាំងអស់គ្នាចុចទៅលើសត្វទី1ទៅអ្នកទាំងអស់គ្នាចុចប៊ូតុងពណ៌លឿងពណ៌ឬក៏ពណ៌មាសហ្នឹងវានឹងតម្លាក់ map ឲ្យយើងទៅហើយនៅពេលដែលទៅដល់យើងត្រូវព្រមខ្លួនយើងត្រូវប្រែកាឡាទៅជាក្មេងសិនបន្ទាប់មកយើងបរួមខ្លួនតូចដើម្បីចុចជីកសត្វហ្នឹងយើងតោងសត្វហ្នឹងរត់ចឹងណាយើងតោង2 3ដងទៅ event ហ្នឹងយើងនឹងអាចដោះបានហើយតើតងទៅនឹងស្នៀតហ្នឹងប្រហែលជាអាចនឹងមាន story បន្តទៀតយើងត្រូវប្រើស្នៀតហ្នឹងចឹងបើអ្នកទាំងអស់គ្នាត្រូវការដាក់លុយឬក៏ត្រូវការ account នេះអាចតាក់ទងមកខ្ញុំបានចាំខ្ញុំតម្លាក់ link Telegram នៅខាងក្រោមអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ